យើងតាមមកមើលការប្រយុទ្ធគ្នាជាមួយកៃដូជាមួយនឹង Luffy ចាប់ដើមគឺក្រុម TP0 គឺបានចាក់ទៅលើ Robin តែនេះក៏មានបញ្ហាទេក្រុម TP0 ក៏បានហៅទូរស័ព្ទពេលនេះគឺ Marco របស់យើងគឺគាត់មកដល់ទីតាំងមួយដែលត្រូវប្រយុទ្ធជាមួយនឹង Kaido នៅពេលណាមួយជាមិនខានតបមកPapa Zoo គឺបាននិយាយជាមួយនឹងណាមីគេនិយាយត្រូវគ្នាទេព្រោះPapa Zoo គឺចង់ទៅរ៉ាជាមួយ Big Mom វិញគាត់មកដល់ឡើងនេះគឺក្រុម PC0 គឺវាថាផងតែគាត់មកដល់ឡើងនេះមាននារីម្នាក់គឺគាត់បានការលេងភ្លេងគាត់គឺជា Hiyori គឺគាត់មើលគឺដូច Hiyori ខ្លាំងមែនតែគឺដូចសឹងតែបេះបាត់តែម្ដងតមកក៏មានថ្មមួយសង្កត់ទៅលើគាត់គួរអាណិតខ្លាំងមែនតែព្រោះគាត់គឺជាជនអាក្រក់តមកគឺជា Hiroji គឺជាកូនប្រុសក៏កូនស្រីរបស់ Oden ច្រឡំតមកគឺ Luffy បើយ៉ាងគឺបានចូលដៃគ្នាជាមួយនឹង Kaido ពួកគេបាននិយាយត្រូវគ្នាទេបន្ទាប់មកគឺដុំថ្មបានធ្លាក់គិតបាននិយាយថាគឺពូវាយគ្នាសាហាវខ្លាំងមែនតែនឹងដុំថ្មធ្លាក់ហើយទៅមកគឺKaidoគឺគាត់បាននិយាយតើអ្នកអាយុប្រហែលឆ្នាំអាយុ12ឆ្នាំខ្ញុំឈ្មោះលេងខ្ញុំនឹងខ្លាចជាស្ដេចនៃចៅសមុទ្រថាខ្ញុំស្ទើរមិនជឿថាលេងចាញ់ទៅមកគឺគាត់បានយំតែត្រូវបាន Luffy ដាក់ម្ដាយសម្រាប់តម្រងនេះគេហៅថា Snake Man ទៅមក Luffy បើយ៉ាងប្រើកំដៅដៃហ្គាំ Hydra គឺបានវាយទៅលើ Kaido មកគឺ Kaido គឺគាត់ការកិច្ចតែត្រូវ Luffy បើខ្ញុំវាយត្រូវរហូតកិច្ចបានទេទៅមកកាត់មកដល់កន្លែងនេះវិញគឺ Orochi គឺគាត់អត់ទាន់ឆេះស្លាប់ទេគឺអត់ទាន់ស្លាប់ទេទៅមកគឺ Shinbei របស់យើងគឺគាត់ប្រើទឹករបស់គាត់ដើម្បីប្រលត់ភ្លើងពេលនោះគឺគាត់បានឃើញឈាមទៅលើដែរក្រុម CP0 គឺវាបានចាក់ទៅមកគឺមកដល់នេះគឺ Luffy បើខ្ញុំវាយទៅកាន់ Kaido បន្តទៀតវាយអត់ឲ្យអស់ដៃម្ដងគឺគាត់វាយដើម្បីសម្លាប់ Kaido ចោលពេលនោះគឺ Kaido បាននិយាយឯងហេតុអ្វីបានឯងចង់សម្លាប់យើងមក Luffy ថាយើងនឹងជួយប្រទេស Wano ទៅមកគឺ Kaido យ៉ាងថាវាយឯនេះវាយអត់មានឈឺអីហងបែរឈឺតិចមើល Luffy បើចឹងគឺគាត់ប្រើក្បាច់របស់គាត់ដើម្បីវាយជាមួយនឹង Kaido ទម្លាក់លើកោះតែម្ដងមកគាត់ក៏បាននិយាយឯងនឹងត្រូវស្លាប់អា Kaido ទៅមក Luffy បើយើងគឺគាត់ប្រើក្បាច់អ្វីមួយយ៉ាងដែលធ្វើឲ្យដៃគាត់ឡើងធំហើយដូចជាភ្លើងបំមាត់ទៅ Kaido មកតៃភូងទៅមកពីការវាយគ្នាតទៅគឺ Luffy យើងគឺគាត់អស់ហាក់គីលើហើយពេលនេះគឺអីគាត់ប្រហាក់គីច្រើនពេកគាត់ក៏យកខ្យល់ដែរនៅក្រោយគាត់គឺយកមកដាក់ចូលមាត់មកគាត់ប្រយុទ្ធតទៀតតែស្រាប់តែនៅក្រុម CP0 បានមកចាក់គាត់ធ្វើឲ្យគាត់របួសមកក្រុម CP0 នោះបាននិយាយយេមេ Kaido ត្រូវបានឈ្នះហើយតែគឺ Kaido អត់សប្បាយចិត្តទេគឺគាត់ចង់យកទោមុខមួយស្មើត្រូវការជំនួយពីអ្នកណាជាដាច់ខាតពេលនោះគឺគាត់ខឹងជាមួយនឹងក្រុម TP0 ខ្លាំងតែគាត់អាចទប់ដំបងខ្លួនឯងបានទប់ដំបងនោះគឺបានវាយចេញទៅហើយពេលនោះគឺ Luffy របស់យើងគឺគាត់បានដាច់ខ្យល់ទៅបាត់ទៅធ្លាក់ប៉ោងធ្លាក់ឌូយើងមកកាត់ដល់ឯនេះគឺ Momonosuke បានលើកសម្លេង Luffy របស់យើងអត់លើសម្លេង Luffy របស់យើងទៀតទេMomo គាត់ថា Luffy ខិតអីមកKaidoបាននិយាយថាឯងមកជួយយើងដើម្បីអ្វីក្រុម TP0 បាននិយាយយើងមកជួយលោកម្ចាស់តមកគឺត្រូវបានKaidoយើងបោះឲ្យសម្លេះវាបក់ទ្រីតបាត់ទៅតមកគឺKaidoយើងគឺគាត់ស្រែកខ្លាំងតែគាត់អត់ត្រូវការជំនួយទេKaidoរបស់យើងគឺគាត់បានចេញពីកន្លែងហ្នឹង
តមកកង្កែបសាមរ៉ៃខ្ញុំសុំហៅគាត់កង្កែបសាមរ៉ៃទៅកង្កែបសាមរ៉ៃបានមកប្រាប់ខ្ញុំថា100%ទេគិតបាននិយាយវាពិតជាពិតប្រកបហើយឈប់ភ័ព្វបាននិយាយ Luffy ស្លាប់មិនហើយ Luffy គឺស្លាប់បាត់ទៅហើយសម្រាប់ដល់ត្រឹមប៉ុណ្ណេះគឺខ្ញុំសូមបញ្ចប់ហើយនេះយើងនឹងចាំមើលវីដេអូនៅថ្ងៃស្អែកដែលសម្រាប់វីដេអូនៅថ្ងៃនេះត្រូវបានបញ្ចប់សូមអរគុណសូមជម្រាបលាបាយបាយ